chia co tặng phi hạt ta đấy aiประมาณtao này tụi mình phải hai chi chật chật chiêng chật tao chiên và ồ chật tụi sao chật chiêng chỗ phải đó bởi khó nào mà cho nốt ní chỗ sai được tao nữa cả đó សូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាជាទីគោរពស្រឡាញ់រាប់អាននៅថ្ងៃនេះដែរក្រុមការងារយើងបានមកជួបម្ចាស់ចំការស្ពៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិវាលវង្សឃុំតាស្ដាស្រុកកំពូលលូខេត្តបាត់ដំបងហើយយើងឃើញថានៅពេលនេះគឺជាពេលមួយដែលគាត់កំពុងតែប្រមូលផលស្ពៃជើងទារបស់គាត់ហើយសូមចាប់បង្ហាញថានៅទីតាំងនេះដែរស្ពៃជើងទាគឺមានទំហំដីប្រមាណ2ហិកតា ហើយបើយើងបកទៅក្រោយមុនពេលដែលគាត់ប្រមូលផលថ្ងៃនេះដែរគឺចាប់ដើមដាំដំបូងរហូតមកដល់ថ្ងៃនេះក្រុមការងារមន្ត្រីកសិកម្មគុំយើងគឺបានយកចិត្តទុកដាក់និងតាមដានដល់ប្រឹក្សាយោបល់ជាមួយគាត់ជាប់លាប់ស្ពៃជាងទីនេះគឺមានអាយុ55ថ្ងៃហើយការប្រើប្រាស់ថ្នាំពុលកសិកម្មក៏តិចតួចបំផុតតាំងពីប្រើរហូតដល់ពេលប្រមូលផលនេះបានរយៈពេល25ថ្ងៃហើយ ទើបគាត់ចាប់ផ្ដើមប្រមូលផលយើងអាចមើលសុខភាពជាក់ស្ដែងថាស្ពៃនេះគឺល្អមែនទែនមិនមានសត្វល្អិតបំផ្លាញក៏ដូចជាជំងឺធ្ងន់ធ្ងរទេគឺតិចតួចបំផុត ហើយក៏សំណូមពរទៅដល់បងប្អូនទាំងអស់ជួយគ្រប់គ្រងទៅដល់កសិផលរបស់កសិកររបស់យើងនៅក្នុងស្រុកដែលមានទាំងគុណភាពនិងសុវត្ថិភាពក្នុងការបរិភោគហើយបើសិនជាបងប្អូនអាជីវករដែលចង់បានស្ពៃយកទៅលក់បន្តបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទម្ចាស់ចម្ការពួកខ្ញុំនឹងដាក់លេខទូរស័ព្ទផ្ទាល់នៅខាងលើ សូមអរគុណសូមជម្រាបលា